ខិតស្នេហ៍ដែលមិនធ្លាប់បានផ្ញើភាគទី2ស្នេហាដែលលូតលាស់ក្នុងភាពស្ងៀមស្ងាត់បន្ទាប់ពីថ្ងៃនោះមកស្រីពៅនិងវុធីចាប់ផ្ដើមស្គាល់គ្នាកាន់តែច្រើនរាល់ព្រឹកមុនម៉ោងចូលរៀនស្រីពៅតែងតែមកដល់សាលាមុនគេនាងចូលចិត្តអង្គុយអានសៀវភៅក្រោមដើមស្វាយធំក្បែរអគារសិក្សាថ្ងៃមួយវុធីដើរកាត់ទីនោះគាត់ឃើញនាងអង្គុយម្នាក់ឯងខ្យល់ព្រឹកបក់លេងសក់វែងរបស់នាងពន្លឺថ្ងៃចាំងតាមស្លឹកស្វាយធ្លាក់លើទំព័រសៀវភៅដែលនាងកំពុងអានទិដ្ឋភាពនោះស្រស់ស្អាតខ្លាំងណាស់ស្រស់ស្អាតរហូតដល់វុធីឈប់ដើរមួយសន្ទុះគាត់គ្រាន់តែឈរមើលពីចម្ងាយដោយមិនដឹងខ្លួនស្រីពៅងើបមុខឡើងនាងឃើញគាត់ហើយញញឹមមកអង្គុយទីនេះមកនាងហៅវុធីដើរទៅយឺតបេះដូងគាត់លោតលឿងជាងធម្មតាគាត់អង្គុយក្បែរនាងមានភាពស្ងៀមស្ងាត់មួយរយៈបងចូលចិត្តអានសៀវភៅទេស្រីពៅសួរចូលចិត្តវុធីឆ្លើយតែភាគច្រើនជាសៀវភៅវិទ្យាសាស្ត្រស្រីពៅសើចតិចខ្ញុំចូលចិត្តអានរឿងបលំលក់រឿងដែលធ្វើឲ្យយើងសើចឬយំវុធីមើលមុខនាងអានហើយយំមែននាងងក់ក្បាលពេលខ្លះព្រោះរឿងខ្លះស្រដៀងជីវិតពិតវុធីញញឹមគាត់មិនធ្លាប់ជួបមនុស្សស្រីបែបនេះពីមុនទេនាងសាមញ្ញនាងស្មោះត្រង់ហើយនាងមានពិភពគំនិតដ៏ស្រស់ស្អាតចាប់ពីថ្ងៃនោះមកពួកគេតែងតែអង្គុយក្រោមដើមស្វាយជាមួយគ្នាពេលខ្លះនិយាយអំពីការរៀនពេលខ្លះនិយាយអំពីគ្រួសារពេលខ្លះនិយាយអំពីក្តីស្រមៃស្រីពៅប្រាប់ថានាងរស់នៅជាមួយម្ដាយឪពុករបស់នាងបានស្លាប់តាំងពីនាងនៅតូចជីវភាពគ្រួសារមិនសូវល្អទេប៉ុន្តែនាងមិនដែលបោះបង់ក្តីស្រមៃឡើយខ្ញុំចង់ក្លាយទៅជាគ្រូបង្រៀននាងនិយាយទាំងភ្នែកភ្លឺថ្លាខ្ញុំចង់ជួយក្មេងៗដែលគ្មានលទ្ធភាពរៀនវុធីស្ដាប់ដោយការកោតសរសើរគាត់មិនដឹងថាមនុស្សម្នាក់អាចមានបេះដូងល្អបែបនេះទេចុះបងវិននាងសួរវុធីគិតមួយផ្លែតខ្ញុំចង់ក្លាយទៅជាវិស្វករខ្ញុំចង់សាងសង់ផ្ទះថ្មីឲ្យយាយស្រីពៅញញឹមបងជាចៅល្អណាស់វុធីសើចតិចយាយជាមនុស្សសំខាន់បំផុតក្នុងជីវិតខ្ញុំស្រីពៅងក់ក្បាលខ្ញុំយល់ពេលនោះគ្មាននរណាម្នាក់ដឹងទេថាក្នុងបេះដូងមនុស្សទាំងពីរអារម្មណ៍មួយកំពុងតែលូតលាស់យឺតស្ងៀមស្ងាត់តែជ្រៅជាងអ្វីដែលពួកគេគិតខែជាច្រើនបានកន្លងទៅពេលវេលាដែលពួកគេចំណាយជាមួយគ្នាកាន់តែច្រើនឡើងស្ទើរតែគ្រប់គ្នានៅសាលាចាប់ផ្ដើមសង្ស័យថាពួកគេជាគូស្នេហ៍ប៉ុន្តែវុធីនិងស្រីពៅមិនដែលនិយាយអំពីរឿងនេះមិត្តភក្តិរបស់វុធីធ្លាប់សួរឯងស្រឡាញ់នាងមែនទេវុធីញញឹមតែប៉ុណ្ណោះគាត់មិនហ៊ានទទួលស្គាល់ព្រោះគាត់ខ្លាចថាបើនិយាយនាងអ្វីអាចនឹងផ្លាស់ប្ដូរទៅខ្លាចថាបើនាងមិនមានអារម្មណ៍ដូចគាត់ពួកគេអាចនឹងលែងជាមិត្តល្អនឹងគ្នាដូច្នេះគាត់ជ្រើសរើសរក្សាភាពស្ងៀមស្ងាត់ថ្ងៃមួយសាលាបានរៀបចំកម្មវិធីដាំដើមឈើសិស្សគ្រប់គ្នាត្រូវចូលរួមដោយចៃដន្យវុធីនិងស្រីពៅត្រូវបានដាក់ឲ្យនៅក្រុមតែមួយពួកគេបានដាំដើមខ្ងោកតូចមួយក្បែររបរសាលាបន្ទាប់ពីដាំរួចស្រីពៅមើលដើមខ្ងោកនោះហើយនិយាយបើថ្ងៃក្រោយយើងបញ្ចប់ការសិក្សាដើមឈើនេះនៅតែធំឡើងទេវុធីសម្លឹងមើលនាងប្រហែលជាវានឹងចាំយើងស្រីពៅសើចបាទហើយប្រហែលជាថ្ងៃណាមួយយើងនឹងត្រឡប់មកមើលវាវិញវុធីមិនដឹងថាហេតុអ្វីទេតែពាក្យសាមញ្ញទាំងនោះបានធ្វើឲ្យបេះដូងគាត់កក់ដៅខ្លាំងណាស់គាត់ចង់ឲ្យពេលវេលាឈប់នៅត្រឹមនឹង
ចង់ឲ្យថ្ងៃនោះคล้ายទៅជាថ្ងៃអស់កៅជានិច្ចប៉ុន្តែជីវិតមិនដែលឈប់រងចាំនរណាម្នាក់ហើយថ្ងៃមួយដំណឹងមួយបានមកដល់ដំណឹងដែលនឹងផ្លាស់ប្ដូរជីវិតរបស់ពួកគេទាំងពីរជារៀងរហូត